អ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានភ្លើងតែងក្តៅជីវិតតែងមានបញ្ហាមានអ្នកណាជៀសរួចទេឆ្នៃគូក្បាលអ្នកឲ្យคล้ายជាសួនផ្កាទម្លាប់គិតរឿងល្អកុំពូកែទើសពេកលំបាកតែខ្លួនឯងដើរបានមួយជំហានទៀតដួលក៏ត្រូវតែដើរដែរនិយាយតិចប្រសើរជាងនិយាយច្រើនតែអត់បានការក្រទ្រព្យនាំឲ្យលំបាកក្រគុណធម៌នាំឲ្យកើតទុក្ខកុំអាងចំណេះកុំអាងអំណាចកុំលើកខ្លួនពេកកុំមើលងាយមនុស្សមានទ្រព្យតែចិត្តមួម៉ៅក្តៅក្រហាយមិនប្រសើរឡើយអ្នកមិនអាចបង្ខំពងមាន់ឲ្យញាស់មុនពេលកំណត់បានទេរៀនរងចាំរៀនព្រមខ្លះទើបមិនសូវមានទុក្ខអ្វីមិនចេះតែបានតាមចិត្តទេ
ខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅកុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផងមានបាបទៀតបណ្ដោះចិត្តស្រឡាញ់បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀនកាត់ឲ្យខ្លីៗខ្លះទៅទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈើជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកបើជីវិតមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងមានទ្រព្យផងមានធម៌ផងទើបមានសុខពិតមិនដឹងស្លាប់ថ្ងៃណាទេខំខឹងយកទៅណាព្យាយាមសាងល្អពីក្មេងទៅកុំចាំដល់ចាស់ជីវិតមិនទៀងទេត្រូវសាងល្អឲ្យហើយអ្នកនិយាយច្រើនមិនប្រកាសថាចេះច្រើនទេសង្រួមកាយវាចាចិត្តជីវិតបានសុខស្ងប់កុំចេះតែថាធ្វើផងកុំចេះតែស្មានពិចារណាផងកុំចេះតែខឹងរកហេតុផលផងចិត្តអាក្រក់បាបចិត្តល្អបុណ្យងាយយល់កុំមានអ្នកពេកចេះស្ដាប់គេផងកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេកុំស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុកនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុកឡើយរៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅបានសុខជាង
ល្អរឿងអាក្រក់ម្នាក់ត្រូវជួបរឿងរ៉ាវជាប្រចាំថ្ងៃរឿងខ្លះល្អរឿងខ្លះមិនល្អតាមផលកម្មរៀងខ្លួនរឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរគ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀនចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខជាសិលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនន្ទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោកតែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្គាប់បញ្ជាបានឡើយជាប្រចាំថ្ងៃបើយើងរៀនធ្វើបុណ្យហ្នឹងបានដល់ការធ្វើល្អការធ្វើទានការគោរពប្រតនត្រ័យការដាក់បាតការផ្សាយមេត្តាការធ្វើសមាធិអំពើល្អជារឿយប្រចាំថ្ងៃអ្នកនឹងឈ្មោះថាបានសំបុណ្យប្រចាំថ្ងៃហើយបុណ្យកុសលនឹងជាហេតុនៃសិរីសួស្តីជីវិតនឹងបានចម្រុងចម្រើនរឿយទៅបុណ្យកុសលរបស់យើងនឹងដូចឡានសាំងនៅក្នុងឡានអញ្ចឹងយូរទៅវាខ្សោយទៅឬក៏លុយនៅក្នុងកង់យើងប្រើយូរទៅវាចេះតែអស់ទៅអញ្ចឹងចាំបាច់ត្រូវបន្ថែមបុណ្យនឹងរឿយហើយត្រូវបន្ថែមប្រចាំថ្ងៃទៀតហើយម្នាក់ត្រូវធ្វើរៀងខ្លួនងើបឡើងត្រូវហ៊ានធ្វើបុណ្យឧទាហរណ៍ថាថ្វាយគុំព្រះនឹកដល់គុណមេត្តាបិតាផ្សាយមេត្តាធ្វើចិត្តឲ្យស្ងប់ស្ដាប់ធម៌ឬក៏ដាក់បាតឬក៏ថ្វាយផ្កាចំពោះព្រះពុទ្ធអង្គលើកដៃប្រណម្យចំពោះឪពុកម្ដាយឧទាហរណ៍គាត់ស្លាប់ទៅអញ្ចឹងយើងសន្សំ
ទឹកចិត្តល្អទឹកចិត្តជ្រះថ្លាទឹកចិត្តរីករាយហ្នឹងរឿយអាហ្នឹងជីវិតអ្នកហ្នឹងបានចម្រើនទៅមុខក៏រឿយដែរបើយើងមិនបានពិចារណាទៅយើងដកលុយនៅក្នុងកងចាស់នឹងចាយប៉ុនហ្នឹងក៏ខ្សោយទៅខ្សោះទៅរកអីមិនសូវបានហើយឆាប់មួម៉ៅក្តៅក្រហាយទៀតអញ្ចឹងជាប្រចាំជារឿយគួរតែសួរខ្លួនឯងថាថ្ងៃហ្នឹងអញបានធ្វើល្អអីខ្លះធ្វើបុណ្យអីខ្លះដែលជាហេតុនៃសេរីសួស្តីបើបានធ្វើយើងសប្បាយចិត្តទៅអូអញថ្ងៃនេះបានថ្វាយផ្កាអញបានដាក់បាតអញបានទិញទឹកឲ្យអ្នកនេះមកដបអញបានផ្ញើលុយជូនម៉ែឬក៏អញបានស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាអាហ្នឹងបុណ្យកើនហើយបើថាមិនទាន់បានធ្វើទេដូចនៅមិនសុខសោះគួរធ្វើបុណ្យអីឲ្យវាទៅជាទម្លាប់ក្នុងការធ្វើល្អហើយធ្វើល្អធ្វើបុណ្យហ្នឹងគឺមានន័យថាធ្វើចិត្តឲ្យរីករាយសប្បាយនៅក្នុងការផ្ដល់សេចក្តីសុខដល់អ្នកដទៃឬក៏ការចម្រើននៅសតិបញ្ញាស្មារតីចិត្តហ្នឹងវាស្រស់វារីករាយហើយចឹងវាអូតូម៉ាទិកត្រូវតែមានសេរីសួស្តីកើតចំពោះបុគ្គលហ្នឹងមកយើងកុំគិតថាសុំសេរីសុំសួស្តីពីអ្នកនេះពីអ្នកនោះអីយើងឧទាហរណ៍តែយើងលើកដៃប្រណម្យថ្វាយបង្គំព្រះអ្នកមោតសៈឬក៏ពុទ្ធធាងសារណាងកិច្ឆាមិខ្ញុំករណាសូមដល់នៅព្រះពុទ្ធពធព្រះសង្ឃជាទីពឹងទាលឹកប៉ុណ្ណឹងក៏បានបន់ដែរណានឹងយើងបលឹមឡើងយើងធ្វើបន់ទាំងបលឹមមកចិត្តវាស្រស់វាស្រាយហើយតែកាលណាចិត្តវាស្រស់វាស្រាយបាបអកុសលអត់នៅជាមួយយើងមានតែបន់មានតែសេរីសួស្តីនៅមួយយើងឯងអាហ្នឹងម្នាក់ចម្រើនទៅមុខព្រោះចិត្តហ្នឹងវាទលាយចិត្តហ្នឹងវាស្រាលចិត្តហ្នឹងវាស្រស់បើមិនចឹងទេយើងអាប់អួរដោយអកុសលជីវិតរបស់យើងក៏មិនសុខគ្រួសារក៏មិនសុខទៅកន្លែងធ្វើការក៏មិនសុខវាវល់វក់ដោយសារចិត្តហ្នឹងវាអាប់អួរយើងអត់បានធ្វើបុណ្យមួយថ្ងៃហ្នឹងយើងម្នាក់កើតមកនោះវាមានស្ពាយសេចក្តីទុក្ខមកជាមួយសេចក្តីទុក្ខផ្លូវកាយផងសេចក្តីទុក្ខផ្លូវចិត្តផងសេចក្តីទុក្ខផ្លូវកាយឈឺចុកចាប់បញ្ហានេះសុខភាពនេះនោះអីចឹងទៅខាត់មិនបានរៀងខ្លួនប៉ុន្តែសេចក្តីទុក្ខផ្លូវចិត្តដែលថាធ្វើឲ្យយើងហត់នឿយជាងផ្លូវកាយហ្នឹងគឺនៅពេលដែលយើងអោបកសោបរឿងរ៉ាវច្រើនពេកមិនចេះទម្លាក់រឿងពីអតីតដែលកើតរួចមកហើយក៏នៅសោកសៅនៅស្ដាយសំណោះអាឡោះអាល័យឬក៏វបដិសារីស្ដីបន្ទោសអាហ្នឹងក៏នាំឲ្យចិត្តហ្នឹងវាហត់ដែរយើងអត់អនុញ្ញាតឲ្យរឿងនឹងរលត់ទៅយើងនៅតែស្ពាយសេចក្តីទុក្ខនឹងតាមខ្លួនអត់កំណត់ដឹងថាវាបានកើតរួចទៅហើយទោះជាយើងយំសោកក៏វាអត់បានរឿងនឹងត្រឡប់មកវិញដែររៀនកំណត់ដឹងថាវាជាការពិតអញ្ចឹងហើយត្រូវទទួលស្គាល់ហើយត្រូវដោះស្រាយហើយហ៊ានបើកទំព័រថ្មីរៀនធ្វើដំណើរទៅមុខកុំឲ្យវាជាប់នៅក្នុងគុកអតីតកាលឬក៏អ្នកខ្លះហត់នឿយដោយសារការភ័យព្រួយទៅក្នុងរឿងអនាគតបារម្ភខ្លាចចេះខ្លាចចុះគិតបង្កើតរឿងនាំឲ្យសោកសៅតាមផ្លូវចិត្តពិបាកចិត្តពេកដេកមិនលក់បក់មិនលហើយញ៉ាំបាយមិនឆ្ងាញ់កើតជាវិបត្តិក្នុងផ្លូវចិត្តហើយចឹងវាហត់ទាំងសងខាងហត់ក្នុងរឿងអតីតផងហត់ក្នុងរឿងអនាគតផងហើយត្រូវប្រឈមមុខនឹងបញ្ហាបច្ចុប្បន្នរស់ស៊ីទទួលទានចំណេញខាតអ្នកនេះ
vậy thay chết đây bữa tu mình năng về trên đó là chẳng với nguồn ọt prom tầm lẹ khla chẳng bữa đó bây gồm ở vì hot nơi kháng dương riêng cho nó không bờ ó riêng tu khổ thử không chỉ vật thà vậy để cả lãng tầm nào chỉ vật bao nhóm cứ bên chẳng việc khâu kê chẳng kê có chụp rương bao kê nhóm chụp rương bao nhóm mình nô lừa phản đây ní chụp rương khâu khné đó ọt miền nè na đội nè na thế hơi thử tăng luôn ở trong bờ lò cồn thua sờ thua anh nâng chỉ phải trời à hay nè na than chết đây cho anh nâng chừng mình ai cọp chặt cái bà này bây giờ đa cọp chặt cái khúc kia có dương hot đà với pro cái mình ai trời chặt dương cột bể để chẳng dương bóng pin tôi này tí bóng pin bờ lò tăng luôn ở trong sự đấy phi diêm trong cổ sò thò phải lò anh nâng dương ở sơ hot mà này nè na kịch dạng na thay dạng na nâng chỉ riêng là bao kia tới chắc bởi tha cái chui này nóm dương phát khát dương ở cồn kia bởi thay chỉ bịa bởi chư đưa đón nâng tam kia chắc cái xóm bà luôn kia dương mẹ luôn nơi này đầm bởi tập quạt chặt kia nâng dương bởi cọt chỉ hot à vậy đi mấy bạn này thảo dương đại tầm nẹ tầm nông mình khoa lấy bên tay tư miền chùm hồ nơi khăn bờ lò nơi khăn cồn thó riêng ruộng nơi khăn cột sò thó về sò về sải về rị về giấy dương thưa bị giàu sầm nhạt luôn ai phong thưa bị giàu sầm nhạt nẹ đợt tây phong anh nâng dương bàn bồn có sò thằng ba chợ bón thằng ba lô nó dương ở sờ hot đây ở sờ hot từ khoa nằm bị sầm đấy cái đi kịch bị nhom chơi kịch bị nhom cho dương khoát cái bà này nè gì riêng tầm lẹ thì cái đây tục nâng riêng tầm lẹ có sao nó từ dương mình sợ nguồn khlang mình sợ hot khlang rương lõ rương cọ mình nè tới chụp rương ra chỉประจำ ngày rương khla lõ rương khla mình lõ tam phal cam riêng luôn rương lõ chỉ phalในกรรมลอដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរគ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀន
ចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខជាសិលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនិន្ទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោកតែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្គាប់បញ្ជាបានឡើយ